Chloe បងចាក់ចេញបែបនេះហើយពួកយើងត្រូវរស់យ៉ាងម៉េចកុំស្រែកអីចឹងនៅមិនទាន់យឺតទេមិនទាន់ទៅដល់ផង Chloe នេះជាកន្លែងណាខ្ញុំមិនមែនកំពុងធ្វើដំណើរទៅតំបន់សាស្រីជួយគ្រោះមហន្តរាយទេកញ្ញា Chloe ចិត្តដល់មជ្ឈមណ្ឌលជួយសង្គ្រោះគ្រោះរញ្ជួយដីសាស្រីហើយបើមហារីកក្រពះត្រូវឆក់យកជីវិតខ្ញុំដូច្នេះក្នុងគ្រាចុងក្រោយនៃជីវិតខ្ញុំចង់ឲ្យជីវិតនេះមានតម្លៃទ្រព្យសម្បត្តិរាប់ពាន់លានរបស់ខ្ញុំត្រូវបានបំលែងទាំងអស់ទៅជាសម្ភារៈជួយសង្គ្រោះសម្រាប់សាងសង់សាស្រីឡើងវិញក្រោយគ្រោះមហន្តរាយដើម្បីកុំឲ្យជីវិតដែលខ្ញុំបានរស់នៅលើលោកនេះក្លាយជាអត្ថន័យខ្ញុំកើតជាថ្មីហើយ Fin ឲ្យបងមើលសិន Fin កើតអីហើយមិនឃើញមានរបួសអ្វីទេមើលទៅជាតិស្ករក្នុងឈាមធ្លាក់ហើយភ្ញាក់ឡើងអរព្រះអើយលេងសាច់អីហ្នឹងហេតុអ្វីបញ្ជូនខ្ញុំមកសម័យទុតភិកសម្ភារៈជួយសង្គ្រោះCoca-Cola នៅសល់999កេស999កេសមីកំប៉ុង Master Kong នៅសល់999កេសស្តុកនៅសល់ច្រើនម្ល៉េះមានន័យថាសម្ភារៈរាប់ពាន់លានទាំងអស់ត្រូវបានបង្រួមចូលក្នុងឃ្លាំងវេទមន្តនេះអស្ចារ្យណាស់របស់ល្អមានពេញតែម្ដងលេងបារម្ភរឿងអត់អាហារទៀតហើយភេសជ្ជៈជាទីស្រឡាញ់ឲ្យខ្ញុំនឹកឯងខ្លាំងណាស់សប្បាយចិត្តមែនមើលទៀតសិនមានអីខ្លះវ៉ាសម្ភារៈសង្គ្រោះបន្ទាន់សូកូឡាត្រូវឲ្យក្មេងតូចញ៉ាំរបស់ផ្អែមបន្តិចនៅសម័យទូភិកបែបនេះជាតិស្ករក្នុងឈាមទាបអាចស្លាប់បានដក Coca-Cola 1 ដបនិងសូកូឡា2ដុំ Fin នេះជាអីសូកូឡាវាជួយសង្គ្រោះជីវិតបាន Fin ភ្ញាក់ហើយសូកូឡាពិតជាមានប្រសិទ្ធភាពមែននំ Fin ទៅម៉ែភ្ញាក់ឡើងម៉ែរំខានមែនចង់ងាប់ក៏ទៅងាប់កន្លែងផ្សេងទៅសុទ្ធតែដោយសារឯងបង្ខំម៉ែឲ្យស្លាប់ដើម្បីយកប្អូនប្រុសខ្ញុំទៅខ្ញុំនឹងត្រៃជាមួយពួកឯង Chloe កណ្ដាលថ្ងៃត្រង់បែបនេះហ៊ានធ្វើបាបគ្នាដល់ថ្នាក់នេះឬព្រោះស្ថានសួគ៌ក៏បានផ្ដល់ឱកាសទី2ដល់ខ្ញុំដើម្បីខ្លួនឯងនិងគ្រួសារខ្ញុំនឹងរស់ឲ្យបានល្អអ្នកណាហ៊ានប៉ះពាល់ប្អូនប្រុសខ្ញុំគិតថាខ្លួនឯងជានរណាហ៊ានតបទៀតឬចាំប្រាប់ឲ្យដឹងឯកសារផ្លូវការបានមកដល់ហើយចាប់ពីថ្ងៃនេះទៅ Fin ជាកូនរបស់គ្រួសារពួកអាថោហើយបងស្រី Chloe ខ្ញុំមិនចង់ឲ្យពួកអាថោធ្វើជាឪពុកខ្ញុំទេ Chloe ល្អបំផុតគួរចេះសម្រួលខ្លួនឪពុកខ្ញុំបានសន្យាយកនាងឲ្យតាចាស់ Fin រួចហើយបើរៀបការហើយនៅតែមានចរិតបែបនេះចាំមើលខាងប្តីនឹងប្រដៅនាងយ៉ាងណាទៅវិញតាចាស់ Fin មកពីភូមិជិតខាងក្មេងតូចដូចឯងដឹងអីខ្លះក្នុងភូមិទាំងប៉ុន្មានជុំវិញនេះក្រៅពីតាចាស់ Fin គ្មាននរណាព្រមយកបងស្រីឯងដែលមានបន្ទុកបែបនេះទេបើមិនមែនយល់មុខម្ដាយខ្ញុំទេគ្មានអ្នកណាចង់រៀបការជាមួយបងស្រីឯងឡើយលេងខ្ញុំដោះដៃចេញនាងអប់តែញោមមែនខ្ញុំមានចិត្តល្អតែនាងមិនចេះដឹងគុណពួកឯងទាំងអស់គ្នាស្ដាប់ឲ្យច្បាស់បើហ៊ានធ្វើបាបប្អូនប្រុសខ្ញុំម្ដងទៀតកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យម្ដាយនាងលួចមានប្រុសរហូតបង្កើតកូនអាខុសច្បាប់ម្នាក់ធ្វើឲ្យត្រកូល Miller អាប់អន់កិត្តិយសបើមិនខ្លាចថារឿងអាស្រូវរបស់ម្ដាយនាងនឹងប៉ះពាល់ដល់អាជីពប្តីខ្ញុំទេគិតថាពួកយើងនឹងទ្រាំលេបភាពអាម៉ាស់នេះឬម៉ែខ្ញុំទើបតែឃើញឪពុកបើពុកឯងរត់គេចពីការកេណ្ឌទាហានហើយត្រូវចាប់បានគ្រួសារយើងទាំងមូលនឹងត្រូវកាត់ក្បាលរឿងនេះកុំប្រាប់អ្នកណាដាច់ខាតម្ដាយខ្ញុំមិនដែលក្បត់ឪពុកខ្ញុំឡើយតែពួកឯងបានបង្ខំគាត់រហូតដល់ស្លាប់ថ្ងៃនេះបើខ្ញុំមិនទាន់ស្លាប់ទេគ្មាននរណាអាចយកប្អូនប្រុសខ្ញុំទៅបានឡើយអានាងកំណាចឯងសុំរឿងខ្លួនឯងទេម្ដាយឯងដឹងថាខ្លួនធ្វើរឿងអាស្រូវទើបសម្លាប់ខ្លួនឪពុកឯងចេញទៅធ្វើទាហាន8ឆ្នាំមិនដែលត្រឡប់មកវិញចុះម្ដាយឯងអាចបង្កើតកូនអាយុ7ឆ្នាំបានយ៉ាងម៉េចបើ Fin មិនមែនជាកូនខុសច្បាប់តើជាអ្វីជារឿងអាម៉ាស់បំផុតសម្រាប់ត្រកូល Miller ដែលពួកយើងមនាកម្ដាយឯងដាក់ក្នុងទ្រុងលងទឹកនោះក៏ចាត់ទុកថាទុកមុខឲ្យគាត់ហើយអ្នកភូមិទាំងអស់គ្នាមើល Fin ចុះមុខមាត់គេស្រដៀងឪពុកបង្កើតដូចបោះពុំតែមួយតែយាយនឹងតាដើម្បីគ្រួសារពួកអាថោបែរជាប្រឌិតរឿងបង្ខូចកេរ្តិ៍ឈ្មោះម្ដាយខ្ញុំពួកយើងអស់ផ្លូវហើយបើតាយាយពូនឹងមានចិត្តដាច់ម្លេះ
មិនត្រឹមតែបង្ខំម្ដាយខ្ញុំរហូតដល់ស្លាប់ថែមទាំងបង្ខំខ្ញុំឲ្យរៀបការទៀតខ្ញុំមិនអាចប្រឆាំងអ្នកចាស់ទុំបានទេដូច្នេះមានតែស្លាប់ដើម្បីសងគុណ Chloe កុំចោលពួកយើងទៅកូននេះមើលទៅដូច William Miller បេះបិទម្ដាយនាងមិនទាន់បានបញ្ចុះសពផងតែពួក Miller របែជីបង្ខំនាងឲ្យរៀបការទៅហើយនេះមិនខុសពីរុញក្មេងស្រីម្នាក់ឲ្យធ្លាក់ចូលរណ្ដៅភ្លើងទេម៉ែបើផ្ទះតាយាយលែងមានកន្លែងឲ្យខ្ញុំរស់ខ្ញុំមករកម៉ែហើយ Chloe ជប់សិនទុកឲ្យខ្ញុំស្លាប់ទៅ Chloe បើនាង Chloe ស្លាប់ចូលនាំពួកយើងទៅជាមួយផងលោក Miller មើលចុះទាំងអស់នេះជាស្នាដៃរបស់លោកកូនកុំភ័យអីប្រាប់មកតើកូនគិតធ្វើបែបណាមេភូមិ Thomas នឹងរកយុទ្ធធម៌ឲ្យកូនលោកមេភូមិ Thomas ពី3ថ្ងៃទៀតជាពិធីចូលវ័យរបស់ខ្ញុំនឹងក្លាយជាមនុស្សពេញវ័យហើយពេលនោះខ្ញុំអាចមើលថែប្អូនដោយខ្លួនឯងបានខ្ញុំសូមបំបីគ្រួសារចេញពីត្រកូល Miller បំបីគ្រួសារមែនឬនាងហ៊ានសូមបំបីគ្រួសារទៀតលោកមេភូមិ Thomas កុំអីនេះជារឿងក្នុងគ្រួសារ Miller មនុស្សក្រៅមិនគួរលូកដៃទេនៅចាំថាខ្ញុំជាមេភូមិផងកាលនោះ William Miller ដើម្បីឲ្យប្អូនប្រុសបានរៀនគាត់ស្ម័គ្រចិត្តចេញទៅសមរភូមិបើថ្ងៃណាគាត់ត្រឡប់មកវិញឃើញប្រពន្ធនិងកូនត្រូវគេធ្វើបាបបែបនេះតើគាត់នឹងគិតយ៉ាងណាត្រូវហើយគួរឲ្យខ្មាស់ណាស់ Vin ត្រូវបានផ្ទេរទៅឲ្យគ្រួសារអធរតាមលិខិតផ្លូវការរួចហើយបើនាងកំណាចនេះយកគេទៅវិញក្រោយរដូវប្រមូលផលគ្រួសារអធរនឹងខ្វះកម្លាំងមនុស្សម្នាក់ហើយបាត់បង់ស្រីយ៉ាងតិច100ជីនបើមិនសងការខាត់បងនេះទេកុំសង្ឃឹមថានឹងយកគេទៅបានមិនមែនគ្រាន់តែស្បៀងទេខ្ញុំនឹងសងឲ្យក្នុងឃ្លាំងរបស់ខ្ញុំមានអង្ករនិងម្សៅពេញជាច្រើននោះទេចិញ្ចឹមពួកឯងទាំងអស់ក៏នៅសល់នាងគ្រាន់តែជាក្មេងស្រីមិនទាន់ពេញវ័យផងបានស្រូវពីណាមកលួចគេមករឿងឃ្លាំងវេទមន្តមិនអាចឲ្យគេដឹងបានទេត្រូវរកលេខមួយសិន